ពីព្យាបាលខ្លាញ់រោមថ្លើមដោយខ្លួនឯងដោយមិនចំណាយថវិកាដែលយើងព្យាបាលនៅក្នុងជំងឺខ្លាញ់រោមថ្លើមដែលពុំទាន់មានខិនថ្លើមឬក៏ពុំទាន់មានខើមថ្លើមហ្នឹងគឺយើងប្រើប្រាស់វិធីព្យាបាលដោយមិនអស់លុយយើងនិយាយឲ្យស្រួលស្ដាប់អញ្ចឹងវិធីដែលយើងព្យាបាលនោះយើងមាន4ចំណុចតែមុននឹងដល់4ចំណុចនោះខ្ញុំសូមបង្ហាញអំពីរូបភាពពាក់ព័ន្ធជាមួយថ្លើមបាទអានេះគឺថ្លើមយើងធម្មតាគឺរលោងបែបនេះបាទបើយើងធ្លាប់ញ៉ាំថ្លើមមាន់ថ្លើមទាធ្វើថ្លើមមាន់ថ្លើមទ្វាពេលដែលយើងស្ទាបទៅគឺថាថ្លើមហ្នឹងគឺទន់អាឡូមដូចមុខយើងអាឡូមអញ្ចឹងណាហើយដែលឡែកបញ្ហាពាក់ព័ន្ធមួយថ្លើមដែលមានខ្លាញ់គឺថ្លើមហ្នឹងគឺសដាស់បែបនេះយើងមើលអេកូឃើញនៅលើរូបភាពអេកូសតែម្ដងគឺខ្លាញ់វាពាត់នៅលើថ្លើមហ្នឹងហើយវាជ្រាបនៅក្នុងកោសិកាថ្លើមទៀតដែលវាមានកម្រិតដែលខ្លាញ់តិចខ្លាញ់ដែលមធ្យមនិងខ្លាញ់ច្រើនទៅតាមកម្រិតនៃថ្លើមដែលមានខ្លាញ់នីមួយៗអ្នកខ្លះមាន 30% អ្នកខ្លះតិចជាង 30% អ្នកខ្លះ 60% អ្នកខ្លះលើសពី 60% ហើយបន្ទាប់ពីថ្លើមមានខ្លាញ់គឺថ្លើមហ្នឹងវាវិវត្តទៅជាក្រិនតែម្ដងឬក៏វាគ្រើមគឺថ្លើមហ្នឹងផ្ទៃវាចាប់ផ្ដើមប្រែពណ៌ហើយដាស់ទៅដោយកោសិកា fibrosis គេហៅថាgranular បាទគឺកោសិកាខិនឬក៏កោសិការឹងហ្នឹងជំនួសមកទៅលើកោសិកាដែលស្អាតដែលល្អអញ្ចឹងមូលហេតុដែលបណ្ដាលឲ្យមានខ្លាញ់រោមថ្លើមហ្នឹងមានមូលហេតុតែ2ទេមូលហេតុទី1គឺពាក់ព័ន្ធជាមួយអ្នកផឹកស្រាមូលហេតុទី2គឺពាក់ព័ន្ធជាមួយនឹងអ្នកដែលធាត់បាទអ្នកដែលធាត់ឬក៏យើងហៅម្យ៉ាងទៀតហៅថា metabolic syndrome បាទអ្នកដែលមានបញ្ហាវិបត្តិ metabolic ក្នុងការសម្របសម្រួលនៅកាឡូរីក្នុងខ្លួនយើងមិនបានល្អអញ្ចឹងវាមានជំងឺច្រើននៅក្នុងហ្នឹងហើយចំពោះវិធីសាស្ត្រសម្រាប់ព្យាបាលអ្នកដែលមានខ្លាញ់រោមថ្លើមដែលមិនមានក្រិនថ្លើមឬក៏មិនមានគ្រើមថ្លើមហ្នឹងគឺយើងមិនបាច់ប្រើថ្នាំទេបាទយើងមិនបាច់ប្រើថ្នាំទេយើងមានវិធី4បាទទី1បើសិនជាយើងផឹកស្រាគឺយើងឈប់ផឹកស្រាការឈប់ផឹកស្រាគឺយើងកាត់ផ្ដាច់មិនអោយមានខ្លាញ់រោមថ្លើមតទៅទៀតទី2គឺយើងសម្រក់គីឡូបាទសម្រក់គីឡូយើងប្រើវិធីសាស្ត្រច្រើននៅក្នុងការសម្រក់គីឡូហ្នឹងបើយើងសម្រក់មិនចុះយើងអាចជួបប្រឹក្សាជាមួយអ្នកឯកទេសខាងសម្រក់គីឡូហើយទី3យើងត្រូវហាត់ប្រាណហ្នឹងបើទោះបីថាពេលខ្លះវាមិនស្រកគីឡូប៉ុន្តែវាជួយដុតរំលាយខ្លាញ់ដែលវាកកនៅក្នុងកោសិកាថ្លើមហើយវាជួយ improve ជួយឲ្យមានភាពល្អមិនមានការវិវត្តនៃជំងឺខ្លាញ់រោមថ្លើមនិងកាត់បន្ថយបានហើយទី3គឺមានការសិក្សាច្រើនដែលចុងក្រោយហ្នឹងគឺមានការដាក់ចូលទៅក្នុង guideline recommendation របស់សមាគមថ្លើមតែម្ដងគឺការញ៉ាំកាហ្វេគឺយើងសិក្សាទៅឃើញមានការជួយការពារជំងឺខ្លាញ់រោមថ្លើមនិងមានគេហៅថា action សកម្មភាពនៃកាហ្វេជួយរំលាយខ្លាញ់ដែរតែកាហ្វេនោះគឺជាកាហ្វេសុទ្ធកាហ្វេខ្មៅមិនដាក់ក្រែមមិនដាក់ទឹកដោះគោជា whole meal ដែលមានខ្លាញ់ឬក៏មិនដាក់ស្ករទេយើងអាចញ៉ាំទៅវាជួយក្នុងការព្យាបាលជំងឺខ្លាញ់រោមថ្លើមដោយមិនប្រើថ្នាំបានបាទខ្ញុំសូមអរគុណ Clinic វឌ្ឍនវិទ្យាជា clinic ប្រចាំគ្រួសាររបស់លោកអ្នក